ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបបន្ថែមសិស្សនៅក្នុងថ្នាលបឋម PLP បន្ទាប់ពីលោកគ្រូអ្នកគ្រូធ្វើការចូលមកដល់ផ្ទាំងមេរៀនហើយលោកគ្រូអ្នកគ្រូធ្វើការចូលមកកាន់ profile បន្ទាប់មកយកពាក្យថាគ្រប់គ្រងសិស្សហើយបន្ទាប់មកយកពាក្យថាបន្ថែមសិស្សដើម្បីយកសិស្សបន្ថែមទៅកាន់ថ្នាក់របស់លោកគ្រូអ្នកគ្រូបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញនៅព័ត៌មានមួយចំនួនដែលគេមានឲ្យយើងបំពេញដើម្បីធ្វើការបន្ថែមសិស្សខ្ញុំធ្វើការបំពេញឧទាហរណ៍ខ្ញុំដាក់នាមបកគោលនាមខ្លួនតបមកទៀតត្រង់ឈ្មោះអ្នកប្រើប្រាស់នេះលោកគ្រូអ្នកគ្រូអាចដាក់ជាឈ្មោះរបស់គាត់ដែលមានជាឈ្មោះគាត់ហើយមានជាលេខបើសិនជាលោកគ្រូអ្នកគ្រូដាក់អត់មានលេខឬមួយក៏ឈ្មោះអីថៃអីចឹងឬមួយក៏ឈ្មោះហ្នឹងលោកគ្រូអ្នកគ្រូធ្លាប់បញ្ចូលហើយគឺថាវាលោតកំហុសមានន័យថាខុសហើយលេខសម្ងាត់ក៏ដូចគ្នាលោកគ្រូអ្នកគ្រូធ្វើការបំពេញឲ្យគ្រប់8ខ្ទង់ទៅវាត្រឹមត្រូវបន្ទាប់មក page ខ្ញុំដាក់ page ស្រីជនជាតិខ្មែរជនជាតិហើយបំពេញលេខទូរស័ព្ទបន្ទាប់ពីលោកគ្រូអ្នកគ្រូធ្វើការបំពេញព័ត៌មានទាំងអស់នេះហើយលោកគ្រូអ្នកគ្រូធ្វើការចុចពាក្យថាបន្ថែមសិស្សការបន្ថែមសិស្សថ្មីរបស់ខ្ញុំទទួលបានជោគជ័យនេះជាឈ្មោះដែលខ្ញុំបានបន្ថែមមុននឹងឈ្មោះថាជាយូណានឹងវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណនិងជម្រាបលា